បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនទាំងអស់គ្នាទាក់ទងនឹងវិធីសាស្ត្រនៃការដូរ password Facebook បាទអញ្ចឹងចង់ដឹងថាតើការដូរ password Facebook យើងត្រូវចុចអ្វីខ្លះហើយយើងគួរធ្វើបែបម៉េចបាទអញ្ចឹងទៅតាមដានទស្សនាវីដេអូទាំងអស់គ្នាបាទប៉ុន្តែមុននឹងចូលទៅតាមដានទស្សនាវីដេអូបាទសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងជួយចុច Subscribe ដាក់រូបកណ្ដឹងហើយកុំភ្លេចចុច Like វីដេអូនេះផងបាទអញ្ចឹងបាទកុំឲ្យខាត់ពេលវេលាយូរយើងទៅតាមដានទស្សនានៃការបង្ហាញទាំងអស់គ្នាបាទអញ្ចឹងឥឡូវយើងចូលមកដល់វីដេអូនៃការបង្ហាញពីរបៀបដូរ password Facebook បាទឥឡូវយើងកុំឲ្យខាត់ពេលយូរយើងចូលទៅកាន់កម្មវិធី Facebook ទាំងអស់គ្នាបាទដំបូងយើងចុចនៅលើកម្មវិធី Facebook បាទអញ្ចឹងបន្ទាប់មកយើងចុចកន្លែង menu បាទហើយយើងអុសមកក្រោមបាទយើងរកពាក្យថា setting and privacy បាទគឺនៅខាងក្រោមនេះបាទ setting and privacy តោះមកយើងចុចលើវាមកបាទអញ្ចឹងកន្លែងនេះយើងអុសវាមកក្រោមបន្តិចយើងរកពាក្យថា setting ដែលមានរូបក្បាលមនុស្សនេះបាទអញ្ចឹងបន្ទាប់មកយើងអុសមកក្រោមតិចទៀតយើងយកពាក្យថា security and login បាទអញ្ចឹងយើងឃើញហើយបាទពាក្យកន្លែងថា change password អញ្ចឹងយើងចុចនៅលើពាក្យថា change password ដែលមានរូបកូនសោនេះមកបាទបន្ទាប់មកកន្លែង current password អញ្ចឹងបានន័យថាកន្លែងនេះយើងត្រូវវាយ password ចាស់បាទយើងត្រូវវាយ password ចាស់របស់យើងបាទបន្ទាប់មកយើងវាយ password ថ្មីយើងវាយ password ថ្មីហើយបាទ retry new password អញ្ចឹងបានន័យថាកន្លែងនេះយើងត្រូវវាយ password ថ្មីម្ដងទៀតបាទវាយ password ថ្មីឲ្យដូចកន្លែងវាយ password ថ្មីលើកទី1អញ្ចឹងបងប្អូនបាទបានន័យថាយើងវាយ2ដងហើយកន្លែង current password នេះបានន័យថា password ចាស់បាទបន្ទាប់ពីយើងវាយហើយយើងចុចពាក្យថា update បាទ update password ទៅវានឹងទទួលបានជោគជ័យហើយបាទបើសិនជាបងប្អូនភ្លេច password ចាស់បាទបើសិនជាបងប្អូនភ្លេច password ចាស់បងប្អូនគ្រាន់តែចុចយកពាក្យថាកន្លែង forget password នេះមកបាទ forgot password នេះមកបន្ទាប់មកយើងត្រូវការជ្រើសរើសលេខឬក៏ email ណាមួយដែលចង់ឲ្យក្រុមហ៊ុន Facebook ហ្នឹងផ្ញើ confirm code ចូលទៅបាទដើម្បីយើងទទួលបាននូវ password ថ្មីបាទអញ្ចឹងការដូរ password Facebook គឺអត់មានអីវែងឆ្ងាយទេបងប្អូនបាទគឺមិនតិចទេបាទអញ្ចឹងបើសិនជាបងប្អូនអត់ទាន់អញ្ចឹងបងប្អូនអាចសាកមើលម្ដងទៀតបានបងប្អូនបាទអាចសាកមើលជាថ្មីបានឬក៏បងប្អូនអត់ទាន់ឬក៏អត់យល់កន្លែងណាបងប្អូនអាច comment នៅខាងក្រោមដើម្បីឲ្យខ្ញុំធ្វើការបកស្រាយនៅវីដេអូបន្ទាប់ទៀតបងប្អូនបាទអញ្ចឹងសម្រាប់ការដូរ password Facebook គឺមានតែប៉ុណ្្នឹងបាទអរគុណបងប្អូនទាំងអស់គ្នាបាទសម្រាប់ការទស្សនាបាទអញ្ចឹងបន្ទាប់ពីបងប្អូនបានធ្វើការដូរ password Facebook ហើយតើបងប្អូនមានចម្ងល់កន្លែងណាបាទឬក៏មិនទាន់កន្លែងណាបាទបងប្អូនអាចធ្វើការ comment នៅក្នុងវីដេអូខាងក្រោមវីដេអូរបស់ខ្ញុំបានបាទអញ្ចឹងខ្ញុំនឹងធ្វើការចេញវីដេអូឆ្លើយតបនៅសំណួររាល់សំណួររបស់បងប្អូនទាំងអស់គ្នាដែលសួរបាទអញ្ចឹងជាចុងក្រោយអត់មានអីវែងឆ្ងាយទៀតទេបាទអញ្ចឹងសូមអរគុណបាទនិងសូមជម្រាបលា